នៅពេញក៏មានប្រើធ្លាក់ដែរមិនចាំបាច់តែស្រុកក្រៅទេថ្ងៃនេះជីណាននាំបងប្អូនទៅលេងប្រើតកហ្មងដោយបងប្អូនបានឃើញចឹងសប្បាយកប់សេរីមកសម្រាប់ម៉ាក់ដែលគាត់មានកូនអីខ្ញុំជឿជាក់ថាពួកគាត់ទៅគឺដឹងតែសប្បាយមកតែប៉ុន្តែខ្ញុំចូលទៅហ្នឹងគឺតែដើមក្មេងលេងទេនៅកន្លែងហ្នឹងទី1តិចទី2គឺមានកន្លែងស៊ីខ្ជូតមែនទែននិយាយទៅគួរឲ្យចង់លេងហ្មងជាពិសេសកន្លែងរំអិលហ្នឹងហ្មងខ្ញុំចូលទៅអត់សូវបានយូរម៉ែទេថា1 ម៉ោងអីគឺញាក់ហ្មងតែសំខាន់ណាស់គឺថតរូបឲ្យបងប្អូនបានឃើញនឹងឯងហើយកន្លែងខ្ញុំចូលចិត្តជាងគេគឺកន្លែងធ្លាក់ប្រើតកហ្នឹងហ្មងនិយាយទៅគឺប្រើប៉ិតហ្មងបងប្អូនណាគ្នាដូចមានអារម្មណ៍ថាខ្លួនយើងកំពុងនៅស្រុកក្រៅអញ្ចឹងហើយគេដាក់បទចម្រៀងឲ្យយើងទៀតហើយមកកន្លែងនេះវិញខ្ញុំឡើងទៅកន្លែងជីស្គីនិយាយទៅគឺជីស្គីតកកហ្នឹងសប្បាយហ្មងបើមិនជឿស្ដាប់សំឡេងដល់កន្លែងនេះហាក់សូវតិចម៉ាណែដោយសារអីស្រែកលង្ហន់ចូលលេងកន្លែងចឹងកុំឲ្យរំលងរឿងជីស្គីនឹងមកឈុតឆាកន្លែងនេះវិញម៉ែអែហ្មងម្នាក់ហ្នឹងអត់ដឹងគាត់ធ្វើអីទេអត់យល់គេឡើងល្អិលមកឲ្យខ្លួនឯងឡើងកកហើយមិនបាច់សួរថាតិចអត់ទេក៏មើលទឹកមុខគាត់ដឹងហើយបងប្អូនណាគ្នាចង់កកហ្មងហើយម្នាក់នេះរាប់ទៀតហើយបងមើលមកដល់ពេលនេះប្រហែលជាចង់ដឹងហើយថានៅកន្លែងហ្នឹងពេញយើងហ្នឹងទេបងប្អូនបឹងកក់អាណាចក្រតកហើយនៅកន្លែងហ្នឹងមិនត្រឹមមានតែកន្លែងតកហ្នឹងទេគឺមានកន្លែងក្មេងលេងច្រើនទៀតបងប្អូនហើយបើនិយាយរឿងកន្លែងញ៉ាំអីក៏មានដូចគ្នាក៏ប៉ុន្តែអត់បានថតជូនបងប្អូនបានឃើញទេបងប្អូនដែលចង់ទៅលេងសបុតគឺការខ្ញុំចូលគឺគេ discount កន្លែងនៅសល់តែ$5តែអត់បានទទួលបានការ sponsor អីទេគ្រាន់តែចង់បងប្អូនបានទៅលេងបាយបាយ